trong hàng tiệc tôngជាមួយនឹងរបៀបនៃការ check space ដែលមាននៅលើ computer របស់យើងអញ្ចឹងដើម្បី check គឺបងហើយយើងចូលទៅកាន់ setting បន្តមកទៀតយកមក constrain click មួយនៅលើពាក្យ setting អូខេបន្តមកទៀតមើលពាក្យ system យើងយកមក constrain click នៅលើពាក្យ system មួយមកអូខេមកដល់កន្លែងនេះចង់ scroll មកក្រោមបន្តិចបន្តមករកពាក្យ storage យកមក constrain click លើពាក្យ storage មួយមកអូខេមកដល់កន្លែងនេះយើងនឹងឃើញគេដាក់ថា Windows C មានន័យថានៅលើ Windows របស់យើងហ្នឹង Windows 11 drive C របស់យើងហ្នឹងសរុបទាំងអស់គឺមាន952 GB នេះគឺជាទំហំសរុបក្នុង952 GB នេះដែរគឺយើងបានប្រើអស់186 GB ហើយនៅសល់765 GB ទៀតដែលវា free ដែលវាអាចផ្ទុកទិន្នន័យផ្សេងៗទៀតទៅថ្ងៃមុខអញ្ចឹងនៅក្នុង186 GB នេះគឺយើងបានប្រើទៅលើ app ដែលយើងដំឡើងនៅលើហ្នឹងfolder ផ្សេងៗទៀតហើយនឹង file ដែលគេហៅថា file បន្តអក្សរណាហើយនឹង video mail ហើយយើងកន្លែងនេះយើងយកមក constrain លើពាក្យ show more category ដើម្បីបង្ហាញfile ទាំងអស់ដែលយើងប្រើអញ្ចឹងនៅក្នុងហ្នឹងវាមានរាយច្រើនទៀតមាន mail មាន desktop picture map អីទាំងអស់ហ្នឹងប៉ុន្តែនៅលើកុំព្យូទ័រខ្ញុំនេះអត់សូវមានទេភាគច្រើនគឺមានទៅលើ app រហូតដល់96.2 GB ទៅហើយ